បាទជំរាបសួរបងប្អូនការដាំដំណាំចម្រុះគឺជារឿងដែលសំខាន់បំផុតសម្រាប់ប្រជាកសិករដើម្បីឲ្យទទួលបាននូវទិន្នផលហើយក៏ដូចជាត្រូវទៅតាមទីផ្សារបាទហើយទទួលបានផលចំណេញច្រើនអញ្ចឹងស្ដែងគឺនៅក្នុងដីមួយកន្លែងនេះគឺខ្ញុំបានដាំដំណាំចម្រុះផងដែរហើយថ្ងៃនេះមកមើលអំពីដំណាំត្រឡាចដែលធ្វើតែមួយរោងទេប៉ុន្តែទិន្នផលរបស់ត្រឡាចនេះគឺពិតជាល្អបាទអញ្ចឹងការដាំដំណាំនេះគឺបងប្អូនត្រូវតែមើលឲ្យបានជាក់លាក់ទៅលើសត្វល្អិតបាទឥឡូវពេលនេះគឺខ្ញុំតាំងពីដាំមកគឺដោយសារភាពមមាញឹកនៅក្នុងការងារផ្សេងពេកគឺធ្វើឲ្យមានដង្កូវហើយបងប្អូនអញ្ចឹងចំពោះដំណាំត្រឡាចនេះមិនមែនត្រឹមតែដង្កូវប៉ុណ្ណឹងទេគឺវានឹងមានពពួកជញ្ជក់បាទសត្វល្អិតទូចៗមានដូចជាពងពាងក្រហមត្រេបបាទជាដើមអញ្ចឹងបងប្អូនត្រូវឧស្សាហ៍ពិនិត្យមើលឲ្យបានទៀងទាត់ហើយនឹងការប្រើប្រាស់ថ្នាំការពារឲ្យវាបានល្អអញ្ចឹងថ្ងៃនេះវាដល់ពេលដែលត្រូវដាក់ទ្រើងហើយដូច្នេះគឺខ្ញុំនឹងមកធ្វើវីដេអូបង្ហាញអំពីការដាក់ទ្រើងជាលក្ខណៈសាមញ្ញបងប្អូនអញ្ចឹងដោយសារទ្រើងហ្នឹងគឺជាគល់ឫស្សីដែលឫស្សីកឡានដែលគេចាប់ហើយគេកាប់ឫស្សីហ្នឹងទៅកឡានទៅវាមិនសល់គល់អញ្ចឹងយើងអាចកាប់ទុកកាប់វាទៅហើយយកមកធ្វើទ្រើងដោយសារដីខែនេះគឺវារឹងខ្លាំងដូច្នេះហើយខ្ញុំធ្វើការជីកបាទជីកវាដាក់អញ្ចឹងណាតែភាគច្រើនបើសិនជាខែភាសាគឺយើងធ្វើការបុកវាទៅបុកវាចូលទៅក្នុងដីគឺវាអត់អីទេតែដូចជាស្ដែងគឺដីរឹងខ្លាំងយើងត្រូវការជីកហើយសម្រាប់យើងលុបទៅវិញអញ្ចឹងណាបាទអញ្ចឹងទ្រើងនេះគឺយើងធ្វើល្វែងទៅដល់ជាប់ទៅលបងខាងក្រោយហ្នឹងគឺលបងហ្នឹងគឺធ្វើជាបកគោលតែម្ដងបាទអញ្ចឹងងាយស្រួលចំណេញល្អចំណេញមែនទែនបងប្អូនអញ្ចឹងនៅទីនេះគឺខ្ញុំដាំតែការប្រើប្រាស់កៅស៊ូផ្លាស្ទិកបាទហើយនៅតំណក់ទឹកជាមួយនឹងទ្រើងនេះគឺយើងប្រើទ្រើងសំណាញ់បងប្អូនដោយសារវាមានភាពងាយស្រួលហើយលះហះលឿនជាដើមបើសិនជាយើងដាំច្រើនហើយយើងប្រើប្រាស់ជាមួយនឹងទ្រើងឬគល់ដើមឫស្សីមេឫស្សីឬក៏ជាទ្រើងរៀមរុក្ខជាតិដូចដែលចាស់បុរាណគាត់ធ្លាប់ដាំក៏បានដែរតែគាត់ថាវាត្រូវការពេលវេលាច្រើនហើយនឿយណាបងប្អូនអញ្ចឹងបងប្អូនមកមើលអំពីការដាក់ទ្រើងរបស់ខ្ញុំគឺលឿនលះហះធ្វើតែមួយភ្លែតគឺរួចតែម្ដងអានឹងវាលក្ខណៈងាយៗទេកាប់ពិតការដាក់ទ្រើងវាមានវិធីសាស្ត្រច្រើនបងប្អូនអាចធ្វើជាលក្ខណៈបង្គោលដែកហើយប្រើខ្សែកាបហើយរឹតឲ្យបានតឹងល្អជាដើមឬក៏បង្គោលក្រាក់ឲ្យជាដើមអញ្ចឹងទៅតែខ្ញុំប្រើបង្គោលឫស្សីហើយនឹងបើសិនជាខ្សែវិញខ្សែរូតបាទខ្សែជើងលើជើងក្រោមនេះគឺខ្ញុំប្រើខ្ញុំប្រើតាយោទ្រីបចាស់អញ្ចឹងតាយោទ្រីបចាស់នេះគឺពិតជាមានប្រយោជន៍សម្រាប់ប្រជាកសិករបងប្អូនមួយចំនួនគឺដុតចោលបាទអញ្ចឹងអត់ដឹងអំពីអត្ថប្រយោជន៍របស់តាយោទ្រីបចាស់ហ្នឹងទេហើយតាយោទ្រីបចាស់ហ្នឹងយើងមិនទៅបាទជាទូទៅតាយោទ្រីបគឺបើសិនជាទិញឲ្យល្អហើយយើងប្រើប្រាស់បានត្រូវបច្ចេកទេសដោយមានចម្រោះមានវ៉ានដើម្បីបើកទឹកកខ្វក់ឬក៏លមួកធូលីចេញពីក្នុងទឹកអាហ្នឹងគឺវាប្រើប្រាស់បានយូរបងប្អូនតែបើសិនជាបងប្អូនប្រើរបស់ធូរថ្លៃហើយអត់សូវបានប្រើត្រូវបច្ចេកទេសអត់មានចម្រោះឬក៏អត់មានក្បាលរមណីបើកទឹកឬក៏ទឹកយកខ្វក់អីចឹងតាយោហ្នឹងគឺវាងាយនឹងស្ទះហើយវាងាយនឹងខូចនឹងប៉ះពាល់ដំណាំអញ្ចឹងបើសិនជាបងប្អូនប្រើនៅក្នុងកៅស៊ូផ្លាស្ទិកគឺត្រូវតែជ្រើសរើសយកតាយោតំណក់ណាដែលមានគុណភាពល្អប្រសើរដើម្បីការពារកុំឲ្យវាធ្លាយឬកុំឲ្យវាកកស្ទះនៅក្នុងតំណក់ជាដើមអញ្ចឹងណាបងប្អូនបាទអញ្ចឹងសូមបងប្អូនរងចាំទស្សនានៅវីដេអូបន្តទៀតខ្ញុំនឹងធ្វើបង្ហាញនៅក្នុងការដាក់ទ្រើងឲ្យងាយស្រួលណាបងប្អូនបាទអញ្ចឹងសូមទៅតាមដានទស្សនានៅវីដេអូបន្តទៀតបាទអញ្ចឹងអរគុណបងប្អូនដែលបានតាមដានហើយនឹងជួយ like ជួយ share បាទហើយជាគំនិតកសិកម្មដែលខ្ញុំបានបោះបង់ចោលមួយរយៈបាទសូមអរគុណជម្រាបលាបងប្អូន